តាំងពីធ្លាក់ឈ្មោះមកក្រែមកដែរបានចូលឆែកឈ្មោះសោះនិយាយដល់អត់និយាយធ្លាក់ឈ្មោះមកក្រែហើយធ្លាក់ឆែកឈ្មោះហើយសម្រាប់ខ្ញុំយូរម្ដងមកកាខ្ញុំចូលទៅឆែកឈ្មោះលេងចូលមើលឈ្មោះដែលយើងធ្លាក់អញ្ចឹងណានឹកឃើញអារម្មណ៍ពេលហ្នឹងវាសប្បាយចិត្តអារម្មណ៍ឥឡូវក៏នៅតែសប្បាយចិត្តដែរមានអារម្មណ៍ថាអារម្មណ៍ល្អពេលឃើញឈ្មោះយើងធ្លាក់អញ្ចឹងណាតែគាត់ថាពេលគេអាប់ដេតនេះខ្ញុំចង់ដឹងថាឈ្មោះខ្ញុំគេអាប់ដេតអីខ្លះអញ្ចឹងឬគេថាចូលមើលតកែថារើម្ដងហ៎បន្ទុក75ហ្នឹងមិនមែន75ជាប់ទេ150គេចែកទាំងពីរអញ្ចឹងគេដាក់តែ75ខ្ញុំប្រឡងវគ្គ19ខ្ញុំគេរើសឡើងពីរដងបើខ្ញុំធ្លាក់ឈ្មោះមិនមែនដាក់ពាក្យភ្លាមធ្លាក់ឈ្មោះភ្លាមទេតែថាដល់ពេលធ្លាក់ចំតកែល្អហ្មងធ្លាក់ហ្នឹងអត់មានជាប់មីសេកអីញ៉ៃទេធ្លាក់ថ្ងៃហ្នឹងចេញជូនថ្ងៃហ្នឹងកិច្ចសន្យាក៏ចេញថ្ងៃហ្នឹងដែរហើយលេខ1ខាងក្រោមគេហ្នឹងគឺមានតាតកែម្នាក់ពេលក្រសួងរុញឯកសារឲ្យតកែហ្នឹងយកហ្មងគេតាមអាប់ដេតឥឡូវឯដែលគេដាក់ចំនួនដងនៃឯកសារដែលយើងតកែមើលម្ដងម្នាក់អីចឹងណាហើយកាលមុនក៏អត់មានដាក់ថ្ងៃខែឆ្នាំកណ្ដាលពេលលោកចូលដែរតែម្លងអាប់ដេតច្រើន